សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងយករថយន្ត AT ទៅធ្វើដំណើរទៅខាងខេត្តបាត់ដំបងនៅថ្ងៃនេះខ្ញុំនឹងបង្ហាញថាតើយើងនឹងប្រើចំណាយអស់ទឹកប្រាក់ប្រមាណពីទីនេះរហូតដល់ខេត្តបាត់ដំបងតោះទៅជាមួយខ្ញុំទាំងអស់គ្នាតោះធ្វើដំណើរជាមួយខ្ញុំទាំងអស់គ្នាបាទឥឡូវនេះយើងបានធ្វើដំណើរមកដល់ផ្លូវជាតិលេខ5ដើម្បីឆ្ពោះទៅខេត្តបាត់ដំបងអញ្ចឹងនៅក្នុងពេលនេះដែរសម្រាប់ការបើកបររបស់ខ្ញុំគឺខ្ញុំជ្រើសយក comfort mode ហើយយើងធ្វើដំណើរនេះគឺទាំងអស់គ្នាគឺមានគ្នាចំនួន5នាក់នៅក្នុងឡាននេះហើយសីតុណ្ហភាពយើងប្រើ low ហើយនឹងសម្រាប់ពាក់ព័ន្ធនឹងសង្ហាយើងប្រើតែ1កម្មទេអញ្ចឹងយើងនឹងតាមដានអ្នកនរគ្នាថាតើក្នុងការដែលធ្វើដំណើរនេះយើងនឹងចំណាយអស់ប្រមាណទៅលើពីផ្លូវពីភ្នំពេញរហូតដល់បាត់ដំបងអ្នកនរគ្នាអញ្ចឹងតោះបន្តទស្សនាអ្នកនរគ្នាតែសកម្មភាពនៅក្នុងថ្ងៃនេះខ្ញុំនឹងធ្វើអ្វីខ្លះបងហ៎តឡើងមិនសិនតិចតិចមើលក្តៅដល់ហើយនេះក្តៅអូខេ Hello baby What can I do for you? I'm hot The temperature has been decreased by 2 degrees. អូខេ អូខេបងឥឡូវនេះកុំព្យូទ័រយើងលូនទៀតណាយើងឡើង100តែមានអារម្មណ៍មិនដែរមានអារម្មណ៍ថាស្រួលខ្លួនណាវាយ៉ាងថាវាអត់ដឹងនេះដូចយើងជិះលឿនហុកចឹងណាមានថាសំឡេងរំខានក៏អត់មានហ្នឹងហើយយើងអត់មានសំឡេងរំខានខ្យល់ចូលក្នុងកាប៊ីនយ៉ានឹងធ្វើការបានវាទៅជើងក្រោយធ្វើការបានល្អគឺវាធៀបអាភាពនឹងគឺល្អមែនដែរនឹងកែតងថាពាក់ព័ន្ធជាមួយនឹងជើងក្រោមគេហៅប្រព័ន្ធ independent ជាមួយនឹង filing suspension អញ្ចឹងវាធ្វើការទប់នឹងបានល្អខ្លាំងមែនតើអាចថាផ្លូវកោងនៅខាងមុខបើផ្លូវរលាក់ហើយផ្សេងគឺវាទប់បានល្អជាងប្រភេទ 3-link suspension ជាច្រើនតែ 3-link ក៏ឲ្យឬក៏ឈ្មោះមួយទៀតគេហៅថា multi-link suspension អញ្ចឹងណាប៉ុន្តែយើងជាបច្ចេកវិទ្យាចុងក្រោយគឺ filing suspension បាទអញ្ចឹងដូចយើងនិយាយវិញថាពាក់ព័ន្ធនឹងការកាត់សំឡេងសំព្រុសគឺបាទធ្វើការបានល្អកញ្ចក់នេះគឺមិនមែនតែមួយជាន់បាទបងគឺយើងប្រើកញ្ចក់2ជាន់2ជាន់ហើយបើយើងសិក្សាពីឡាននេះច្បាស់កម្រិតរបស់ Hi-Tech HT គឺកម្រិតកាត់រហូតទៅដល់គេហៅថាគេវាតម្លៃស្ងាត់ដោយប្រភេទនៅ Office បាទសម្លេងគឺល្អបែបហ្នឹងបាទអញ្ចឹងការធ្វើដំណើរនៅលើផ្លូវជាតិលេខ5ដើម្បីទៅខាងបាត់ដំបងនេះមានយើងទៅចំណាយជិតជាង2ម៉ោងហើយអញ្ចឹងទៅឥឡូវនេះខ្ញុំរៀងស្ពឹកដៃស្ពឹកជើងបន្តិចអញ្ចឹងខ្ញុំបានអាចលែងដៃបានអញ្ចឹងបងប្អូនឆ្ងល់ថាតើអានេះយើងប្រើទៅលើប្រព័ន្ធគេអញ្ចឹងសម្រាប់រថយន្ត AT នេះគឺយើងបំពាក់មកជាមួយនឹង adaptive cruise control ដែលយើងអាចនឹងប្រឡែងដៃនៅពេលដែលប្រឡែងដៃបានខ្លះយើងមិនមែនថាវា auto pilot នោះទេអញ្ចឹងសម្រាប់យើងអាចដកដៃក្នុងការដែលទាញកែវកាហ្វេញ៉ាំបានឬក៏យើងអាចលើកដៃលើកជើងបានបន្តិចបន្តួចដែរបាទឥឡូវបន្ទាប់ពីយើងចំណាយពេលជាង5ម៉ោងនៅលើដងផ្លូវឥឡូវខ្ញុំបានមកដល់បាត់ដំបងហើយអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើដំណើរពីភ្នំពេញមកដល់ទីនេះគឺខ្ញុំចំណាយអស់ត្រឹមតែ30000ប៉ុណ្ណោះសម្រាប់ការប្រើប្រាស់ឡានអគ្គិសនីមួយនេះអញ្ចឹងបើយើងនិយាយធៀបនឹងការប្រើប្រាស់ទៅលើឡានសាំងឬក៏ឡានស៊ូតវាពិតជាចំណាយតិចមែនទែនសម្រាប់បងប្អូនដែលមានបំណងចង់ការផ្លាស់ប្ដូរនេះគឺបងប្អូនអាចសិក្សាស្វែងយល់បន្ថែមទៀតនៅលើ page Ion Cambodia